បាទជ្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះមកបង្ហាញការឋានវិឡាទឿមួយនៅខាងទឹកដីស្រុកបាកានបងនៅខាងភូមិតាពីងជងឃុំតាពីងជងស្រុកបាកានទឹកដីខេត្តពោធិ៍សាត់ការឋានវិឡាទឿដែលយើងកំពុងតែសាងសង់នេះទំហំក្បាល7បណ្ដោយ17មានបន្ទប់គេង3ហើយបន្ទប់ទឹកមាន2បន្ទប់ទូភ្ញៀវនិងផ្ទះបាយបងប្អូនទីតាំងផ្ទះនេះបងប្អូនស្រួលរយបងប្អូននេះសាលាបឋមសិក្សាតាពីងជងណាបងប្អូនជិះមកពីភ្នំពេញខួសសាលាបឋមសិក្សាហើយងាកមកខាងឆ្វេងដៃឃើញបងប្អូននៅទីរួមស្រុកបាកានម្ដងណាបាទហើយផ្ទះនេះបន្ទប់គេង3ហើយបន្ទប់ទឹក2បន្ទប់ទូភ្ញៀវនិងផ្ទះបាយដំបូងនេះខ្ញុំប្រើក្បឿងសេរ៉ាមិចផ្ទះនេះអញ្ចឹងឥតប្រភ័យបងប្អូនហើយខឿនយើងទូទៅយើងយក8តឹកកំពុងអញ្ចឹងផ្ទះនេះខ្ពស់តិច4ម៉ែត្រមួយតឹកព្រោះផ្ទះរាងធំដែរក្បាល7ម៉ែត្រអញ្ចឹងយើងយករាងធំតិចទៅបានស្អាតសមជាមួយនឹងកម្ពស់ផ្ទះណានេះជាងកំពុងតែធ្វើទៅលើការងារជ្រីជ្រុងនៃផ្ទះហ្នឹងផ្ទះនេះដូចផ្ទះខ្ញុំធ្វើនៅខាងស៊ីមរៀបដែរនេះជ្រីបងប្អូនមើលជាងកំពុងតែចាប់មានឡង់មានអីផ្សេងៗណាខាងមុខនេះមានប្អួយធំហើយនៅខាងក្រោយនេះយើងមានសាច់លៀនចំហៀងដែរនេះបងប្អូនខ្ញុំស៊ូមឲ្យមើលនេះជ្រីជ្រុងផ្ទះហ្នឹងអេមណាបងប្អូនដំបូងយើងប្រើក្បឿងប្រភេទក្បឿងសេរ៉ាមិចតែប្រភេទក្បឿងរបស់ចិនតែផ្ទះនេះគាត់យកចដាតែ3កាំឯងខឿន8តឹកហើយនេះយើងមានសួនមានអីផ្សេងៗទៅម៉ូតដែលពួកខ្ញុំបង្ហាញនេះបើខាងម៉ូតវិឡាទឿផ្ទះនេះមានតស2ដើមហក់មុខតសធំមានជ្រីផ្សេងៗហើយអានេះយើងមានសួននេះប្អួយធំខាងមុខទៅហើយជ្រីមានផ្នត់មានអីច្រើនណាផ្ទះហ្នឹងជ្រីប្អួយរបស់យើងបងប្អូនមើលតែជ្រីប្អួយទៅផ្ទះនេះយើងលេងជ្រីនឹងធំដែរជ្រីមានពីផ្នត់នេះមួយអានេះមកផ្នត់ទៀតហើយសាច់លៀនចំហៀងនេះយើងលៀនកន្លែងបន្ទប់គេងនេះលៀនមក6តឹក5ហ៊ុនហើយបណ្ដោយទៅក្រោយចូលជិត5ម៉ែត្រដែរតែនេះយើងដាក់បន្ទប់គេងមួយដែរទាក់ទងនឹងអាងស្តុកលីមួណាដែលយើងធ្វើត្រូវស្តង់ដារទូទៅយើងបែងចែកជា3ថតអញ្ចឹងណាអានេះថតធំថតទូចសម្រាប់យើងចេញទឹកអានេះក្រោបសម្រាប់យើងចាក់យកមកក្រោបអាហ្នឹងអញ្ចឹងផ្ទះនេះបណ្ដោយ17នេះអាខាងក្រោយយើងផ្ទះបាយ3ម៉ែត្រណាផ្ទះបាយ3ម៉ែត្រ17ម៉ែត្ររួមទាំងផ្ទះបាយនឹងដែរផ្ទះបាយនេះយើងប្រក់ដបសង្កសីយើងត្រឹបអ៊ីសឡង់ហើយយើងកក់អត់10ទេផ្ទះធំយើងរៀបអត់20ជុំវិញស្លឹកក្បឿងយើងប្រើនេះប្រភេទជាក្បឿងពណ៌ទឹកប៊ិចប្រភេទម៉ាក brand MR ប្រភេទជាក្បឿងសេរ៉ាមិចលងអានេះមានព្រំត្រឡោកផ្សេងទៅចឹងផ្ទះនេះវែងបងប្អូនមើលពីចំហៀងទៅនេះវែងចាប់ពីនេះដល់នេះតាមប្អួយយើងមានជ្រីមានជ្រុងអីផ្សេងប្រភេទការ៉ូយើងប្រើអញ្ចឹងការ៉ូយើងដាក់ចូលហើយមុនចូលឆ្នាំនេះយើងរៀបចំឲ្យហើយដើម្បីជាងគាត់ត្រឡប់ទៅស្រកណាអញ្ចឹងយើងស្រកការងារដបូលការងារការ៉ូនេះទាំងការ៉ូបាតការ៉ូជាងផ្សេងនេះជាសកម្មភាពជាងដែលកំពុងតែចាប់ទៅលើការងារជ្រីអញ្ចឹងយើងសម្រក់ឲ្យបានមុនចូលឆ្នាំព្រោះយើងចូលឆ្នាំយើងដកកម្លាំងការងារសម្លឹងយើងចាំតែការងារឆ្នាំហើយនឹងការងារបដានចូលរួចរាល់បងប្អូនចឹងសរុបការងារសំណង់ទៅលើការងារជ្រុងជ្រីការងារការ៉ូការងារដបរួចរាល់ចឹងនឹងការងាររបស់សំណង់តែសំណង់រួចហើយយើងទៅចូលឆ្នាំចឹងវីដេអូនេះខ្ញុំអត់តន់បង្ហាញខាងក្នុងហ្នឹងបងប្អូនអានេះយើងចូលពីខាងមុខទៅយើងមានទ្វារធំហើយនេះកន្លែងទូភ្ញៀវនេះកាច់រៀងពីអក្សរ L ពីខាងមុខមកដល់ខាងនេះហើយបន្ទប់គេងទី1ទី2ហើយនឹងបន្ទប់គេងទៀតនៅខាងនេះផ្ទះបាយនៅខាងក្រោយតែខ្ញុំអាចបង្ហាញខ្លះគាត់ថាជាកំពុងធ្វើអញ្ចឹងបងប្អូនអាចពិបាកមើលបែងចែកថាណាកន្លែងអីអញ្ចឹងណាបាយបងបាទកងបាទចឹងមិញបន្ទប់គេងទី1ទី2ហើយនេះការ៉ូអញ្ចឹង1.3 ម៉ែត្រយើងមានការ៉ូផ្កានេះទៀតដែរហើយមកក្រោយនេះផ្ទះបាយយើងមានថាសចក្រាននេះទៅហើយបន្ទប់ទឹកនៅខាងនេះបងថាសឲ្យបានប៉ុន្មានទឹកបងថាសនេះបានប្រវែងវាប៉ុន្មានទឹក
5 ទឹក6ហ៊ុន 1 2 3 5 ទឹកជាង3ពោវារៀងតូចដែរនៅយើងដាក់ចានប្រព័ន្ធនៃផ្សេងទៀតអានេះបន្ទប់ទឹកហើយនេះទ្វារសម្រាប់យើងចេញទៅក្រៅនេះនៅយើងផ្ទះនេះជាក់ស្ដែងខឿនវាចូល1.2 ម៉ែត្រតែជាក់ស្ដែងចាស់តែកញ្ចាក់ដីបន្ថែមអញ្ចឹងផ្ទះបាយក្រោយនេះយើងតក្រោយយើងដាក់ដបូលស័ង្កសីអានេះយើងចាក់ថាសចក្រានសម្រាប់យើងដាក់ចក្រានណាតែទៅស្តង់ដារវា8 ទឹក 5 ហ៊ុនបើយើងបិទក្រូហើយសម្រាប់ពុកម៉ែបងប្អូនមានម្ដងសាងសង់អាចតតងសាងសង់បានណាអរគុណច្រើនជួបគ្នាវីដេអូក្រោយ